ពាក្យថាក្មេងឆ្លាតចេះគិតមិនមែនសំដៅត្រឹមតែការរៀនពូកែឬមានចំណេះដឹងខ្ពស់ក្នុងសាលាប៉ុណ្ណោះទេប៉ុន្តែវាគ្របដណ្ដប់លើការប្រើប្រាស់បញ្ញាស្មារតីក្នុងការរស់នៅនិងការដោះស្រាយបញ្ហាផ្សេងៗខាងក្រោមនេះគឺជាការបកស្រាយលម្អិតអំពីលក្ខណៈសម្បត្តិរបស់ក្មេងដែលឆ្លាតហើយចេះគិត 1. ការយល់ដឹងពីហេតុនិងផល Logical thinking ក្មេងប្រភេទនេះមិនសូវធ្វើអ្វីតាមតែទំនើងចិត្តឬតាមអារម្មណ៍ឆេវឆាវឡើយមុននឹងធ្វើសកម្មភាពអ្វីមួយគេតែងតែសួរខ្លួនឯងថាហេតុអ្វីនិងតើនឹងមានអ្វីកើតឡើងបន្តគេយល់ថាបើគេធ្វើខុសគេនឹងបានទទួលលទ្ធផលមិនល្អហើយបើគេខំប្រឹងគេនឹងបានជោគជ័យ 2. ភាពឆ្លាតវៃផ្នែកអារម្មណ៍ Emotional intelligence នេះគឺជាចំណុចសំខាន់បំផុតក្មេងឆ្លាតចេះគិតគឺជាក្មេងដែលចេះគ្រប់គ្រងអារម្មណ៍មិនងាយខឹងឬយំទាមទារអ្វីដែលមិនសមហេតុផលចេះយល់ចិត្តអ្នកដទៃគេដឹងថាពេលណាគួរនិយាយនិងពេលណាគួរស្ងឹបស្ងាត់ដើម្បីកុំឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកជុំវិញខ្លួនជាពិសេសចំពោះចាស់ទុំនិងអាណាព្យាបាល 3. ភាពម្ចាស់ការលើខ្លួនឯង Independence គេមិនរងចាំតែការបញ្ជាឬការដាក់កម្រិតពីអ្នកដទៃឡើយក្មេងចេះគិតតែងតែចេះរៀបចំការវិភាគផ្ទាល់ខ្លួនដូចជាដឹងពេលណាត្រូវរៀននិងពេលណាត្រូវលេងចេះជួយសម្រាលការងារក្នុងផ្ទះដោយមិនបាច់រងចាំការរំលឹកមានទំនួលខុសត្រូវចំពោះកិច្ចការដែលគេបានដាក់ចិត្តធ្វើ 4. ការចេះរៀនសូត្រពីកំហុសក្មេងឆ្លាតមិនមែនជាក្មេងដែលមិនដែលធ្វើខុសនោះទេប៉ុន្តែជាក្មេងដែលនៅពេលធ្វើខុសហើយគេចេះទទួលស្គាល់និងចេះគិតពិចារណាថាត្រូវកែប្រែបែបណាដើម្បីកុំឲ្យខុសលើកទី2គេចាត់ទុកកំហុសគឺជាមេរៀនមិនមែនជាការបាក់ទឹកចិត្តឡើយ 5. មានគំនិតច្នៃប្រឌិតនិងការចង់ចេះចង់ដឹង Curiosity គេតែងតែមានសំណួរប្លែកៗដែលបង្ហាញពីការគិតស៊ីជម្រៅគេមិនត្រឹមតែចាំមេរៀនដែលគ្រូប្រាប់ឡើយប៉ុន្តែគេចូលចិត្តស្រាវជ្រាវបន្ថែមនិងព្យាយាមរកវិធីសាស្ត្រថ្មីៗក្នុងការដោះស្រាយលំហាត់ឬបញ្ហាប្រចាំថ្ងៃសេចក្តីសន្និដ្ឋានក្មេងឆ្លាតចេះគិតគឺជាធនធានដ៏មានតម្លៃការបណ្ដុះឲ្យក្មេងមានលក្ខណៈសម្បត្តិបែបនេះត្រូវការជំរុញពីមជ្ឈដ្ឋានជុំវិញខ្លួនជាពិសេសគឺការផ្ដល់ឱកាសឲ្យគេបានបញ្ចេញមតិយោបល់និងការបង្រៀនឲ្យគេចេះសម្រេចចិត្តដោយខ្លួនឯងតាំងពីតូច